សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សំឡេងសៀវភៅថ្ងៃនេះដែរខ្ញុំសូមលើកយកទ្រឹស្ដីរបស់ទស្សនវិទូមហាធម្មគន្ធីមកអានចែកជូនពុកម៉ែបងប្អូនស្ដាប់ទាំងអស់គ្នាថាតើក្នុងអត្ថបទទាំងអស់នោះមានអត្ថន័យនិងខ្លឹមសារយ៉ាងណាសូមចូលទៅស្ដាប់ទាំងអស់គ្នាទ្រឹស្ដីរបស់ទស្សនវិទូមហាធម្មគន្ធី 1. ផ្ទះនឹងក្លាយទៅជាសាលារៀនបើមានឪពុកម្ដាយជាគ្រូ 2. ទីណាមានសេចក្តីស្រឡាញ់ទីនោះមានជីវិត 3. ចិត្តទឹកអាចរំលត់ចិត្តភ្លើង 4. មានរឿងជាច្រើនដែលខ្ញុំអាចលះបង់ជីវិតដើម្បីធ្វើវាតែការធ្វើឲ្យអ្នកដទៃឈឺចាប់ខ្ញុំមិនធ្វើនោះឡើយ 5. បើអ្នកគិតចង់ធំអ្នកក៏នឹងក្លាយជាអ្នកធំបើអ្នកគិតចង់ក្លាយជាអ្វីអ្នកក៏នឹងក្លាយទៅជារបស់នោះ 6. ទ្រព្យមានតម្លៃបំផុតរបស់មនុស្សគឺសុខភាពមិនមែនលុយឡានឬវិឡានោះទេ 7. កុំរកស៊ីដោយខ្វះសីលធម៌កុំចង់មានដោយខ្វះការប្រឹង 8. អនាគតពឹងផ្អែកទៅលើអ្វីដែលយើងធ្វើនៅក្នុងបច្ចុប្បន្ននេះ 9. ពាក្យកុហកត្រឹមតែបន្តិចអាចបំផ្លាញមនុស្សបានប្រដូចនឹងថ្នាំពឹសតែមួយដំណោះរមែងធ្វើទឹកដោះឲ្យខូចបាន 10. សម្ដីអ្នកមិនថ្លៃដោយសកម្មភាពរបស់អ្នកទេចង់មានតម្លៃត្រូវខំធ្វើឲ្យច្រើនជាងនិយាយ 11. គិតល្អគឺជារឿងមួយធ្វើល្អក៏ជារឿងមួយដទៃទៀត 12. ភាពរឹងមាំមិនមែនបានមកពីសមត្ថភាពផ្លូវកាយនោះទេតែវាបានមកពីទឹកចិត្តដែលអំណត់អត់ធ្មត់នោះឯងផ្ទះនឹងក្លាយទៅជាសាលារៀនបើមានឪពុកម្ដាយជាគ្រូទស្សនៈខាងលើនេះមានន័យថាប្រសិនបើឪពុកម្ដាយមានចំណេះដឹងអាចបង្រៀនកូននៅផ្ទះបាននោះកូនរបស់អ្នកនឹងបានរៀនសូត្រគ្រប់ពេលវេលាព្រោះកូនក្មេងបានទៅរៀននៅសាលារៀនតែពេលវេលាដែលសាលាកំណត់តែប៉ុណ្ណោះហេតុនេះការសិក្សាពុំបានគ្រប់គ្រាន់ទាំងស្រុងនោះទេទាមទារឲ្យសិស្សរៀនដោយខ្លួនឯងឬមានអ្នកជួយជ្រោមជ្រែងគាត់នៅផ្ទះបន្ថែមយ៉ាងណាមិញបើអ្នកជាឪពុកម្ដាយមានចំណេះដឹងមានសមត្ថភាពជំនាញអាចបង្ហាត់បង្រៀនកូនរបស់អ្នកបន្ថែមបាននោះគ្រួសារអ្នកហាក់បីដូចជាសាលារៀនមួយទៀតដែលអាចឲ្យកូនអ្នកពេញចិត្តជាមួយការសិក្សាមិនចិនណាយឡើយព្រោះនៅពេលគេឆ្ងល់គេមិនយល់គេអាចសួរអ្នកបានហើយនៅពេលទៅដល់សាលារៀនគេមិនយល់គេអាចសួរគ្រូបន្ថែមនៅពេលដែលកូនអ្នកមានទម្លាប់សិក្សាបែបនេះគេនឹងសប្បាយចិត្តក្នុងការរៀនសូត្រជាហេតុនាំឲ្យកូនអ្នកជោគជ័យជាពុំខានម្យ៉ាងទៀតគំនិតអ្នកប្រាជ្ញខាងលើគាត់មានបំណងទូមានឪពុកម្ដាយត្រូវចេះបង្រៀនកូននៅផ្ទះទោះបីជាឪពុកម្ដាយមានចំណេះដឹងតិចក្ដីក៏គាត់អាចមានបទពិសោធន៍ជីវិតបង្រៀនពីសីលធម៌គុណធម៌ចរិយាធម៌ដល់កូនបានដែរគំនិតខាងលើមិនមែនសំដៅតែឪពុកម្ដាយដែលមានចំណេះដឹងជ្រៅជ្រះនោះទេសំខាន់គឺឪពុកម្ដាយត្រូវយកចិត្តទុកដាក់លើការសិក្សារបស់កូននោះទើបកូនរីករាយនិងជោគជ័យលើការសិក្សាបានផ្ទុយទៅវិញអ្នកដឹងទេកូននឹងក្លាយជាក្មេងដែលមិនចូលចិត្តរៀនប្រសិនបើនៅផ្ទះឪពុកម្ដាយមិនដាស់តឿនមិនមានពេលវេលាគ្រប់គ្រាន់បង្រៀនគាត់បន្ថែមហេតុនេះទោះជាឪពុកម្ដាយមានចំណេះដឹងមហាសាលក៏កូនមិនអាចចេះដូចគាត់បានដែរនេះព្រោះតែកូនគ្មានបានទទួលការតម្រង់ទិសលើកទឹកចិត្តពីឪពុកម្ដាយនេះឯងដូច្នេះមាតាបិតាជំនាន់ក្រោយត្រូវខិតខំសិក្សារៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះដើម្បីជាទុនទុកបង្រៀនកូននាពេលអនាគតព្រោះបើម្ដាយឪពុកពូកែ
បូកផ្សំជាមួយកូនសិក្សានៅសាលារៀនទៀតវានឹងនាំដល់ការរីកចម្រើនចំពោះកូនយ៉ាងខ្លាំងម្យ៉ាងទៀតបើកូនក្លាយជាសិស្សពូកែពួកគេនឹងមានអនាគតល្អដែលនាំដល់ជាតិរីកចម្រើនផងដែរដែលសុភាសិតខ្មែរតែងពោលថាទំពាំងស្នងឫស្សីនេះឯងទីណាមានសេចក្តីស្រឡាញ់ទីនោះមានជីវិតអ្នកដឹងទេសេចក្តីស្រឡាញ់ពិតជាអស្ចារ្យខ្លាំងណាស់អស្ចារ្យរហូតធ្វើឲ្យពិភពលោកនេះប្រែប្រួលពីភាពអវិជ្ជមានទៅជាវិជ្ជមានបានអ្នកដែលធ្លាប់ទទួលបានសេចក្តីស្រឡាញ់ណាមួយពីអ្នកដទៃច្បាស់ជាយល់អារម្មណ៍មួយនេះព្រោះថានៅពេលដែលអារម្មណ៍ទទួលបាននៅសេចក្តីស្រឡាញ់និងយកចិត្តទុកដាក់ថ្នាក់ថ្នមផ្ដល់តម្លៃពិតៗគឺប្រៀបដូចជាការទទួលបានកម្លាំងថាមពលមួយដែលអស្ចារ្យដល់ខ្លួនអ្នករកអ្វីប្រៀបផ្ទឹមពុំបាននៅក្នុងគ្រួសារមួយដែលមានសេចក្តីស្រឡាញ់ពីមាតាបិតាទៅកាន់កូនស្មើគ្នាធ្វើឲ្យកូនមានអារម្មណ៍ថាកក់ក្ដៅរហូតសេចក្តីស្រឡាញ់នេះសាយភាយឲ្យកូនចេះស្រឡាញ់គ្នាគោរពគ្នាក្នុងគ្រួសារយ៉ាងរីករាយមិនតែប៉ុណ្ណោះកូនរបស់អ្នកច្បាស់ជាអនុវត្តបន្តចែកចាយសេចក្តីស្រឡាញ់នេះទៅកាន់មនុស្សជុំវិញខ្លួនទៀតជាពុំខានយើងអាចក្រឡេកទៅមើលធម្មជាតិឃើញថាសូម្បីតែជីវិតមនុស្សក៏កើតពីសេចក្តីស្រឡាញ់ដែរគឺសេចក្តីស្រឡាញ់របស់បុរសនារីបង្កើតបានជាទារកហើយលូតលាស់ជាមនុស្សពេញទឹកពេញដីនេះឯងចំណែកឯធម្មជាតិសត្វក៏ដូចគ្នាដែរបើមនុស្សស្រឡាញ់សត្វស្រឡាញ់ព្រៃឈើស្រឡាញ់ផ្កាពួកគេនឹងខិតខំថែរក្សាអ្វីទាំងអស់នោះឲ្យនៅគង់វង្សស្ថិតស្ថេរជាពុំខានអ្នកឃើញទេនេះហើយជាទំហំនៃសេចក្តីស្រឡាញ់ដែលអាចរក្សារបស់គ្រប់យ៉ាងឲ្យនៅមានជីវិតពិតប្រាកដមែនប៉ុន្តែបើគ្មានសេចក្តីស្រឡាញ់ទេអ្វីនឹងរលាយជាពុំខានចូលបង្កើតសេចក្តីស្រឡាញ់នៅគ្រប់ទិសទីដែលអ្នកបានទៅដល់មិនថាជាតិខ្លួនឯងឬជាតិដទៃនោះទេការផ្ដល់សេចក្តីស្រឡាញ់អាណិតអាសូរដល់អ្នកដទៃពេលខ្លះវាពុំបានចំណាយប្រាក់ផងក៏មានគឺសូមត្រឹមតែការលើកទឹកចិត្តក៏មានតម្លៃដែរជាក់ស្ដែងនៅក្នុងសង្គមមិនខ្វះទេអ្នកមានវិបត្តិផ្លូវចិត្តគិតខ្លីចង់សម្លាប់ខ្លួនត្រង់ចំណុចនេះយើងអាចនិយាយបានថាក្នុងចិត្តរបស់គាត់ច្បាស់ជាខ្វះខាតនៅសេចក្តីស្រឡាញ់ណាមួយជាពុំខានហេតុនេះបើអ្នកជាមនុស្សចិត្តស្និទ្ធឬនៅក្បែរគាត់សូមមេត្តាបើកចិត្តទូលាយជួយគាត់កាត់បន្ថយទុក្ខរួចបង្កើតក្តីស្រឡាញ់ដល់គាត់បន្តិចម្ដងនិងបណ្ដុះគំនិតថ្មីដល់គាត់រហូតអាចឲ្យគាត់មានជីវិតថ្មីរស់នៅក្នុងក្តីស្រឡាញ់ថ្មីជាពុំខានដូចនេះមនុស្សគ្រប់រូបត្រូវចេះស្រឡាញ់គ្នាទាំងពាក្យសម្ដីនិងទង្វើព្រោះថាសេចក្តីស្រឡាញ់គឺជាសាមគ្គីភាពមួយដែលអាចញ៉ាំងឲ្យគ្រួសារមិត្តភ័ក្តិនិងជាតិមួយដែលធ្លាប់មានបញ្ហានឹងគ្នាឲ្យមករួបរួមគ្នាវិញបានហើយបើអ្វីប្រមូលផ្ដុំគ្នាបានដូចដើមហើយសេចក្តីស្រឡាញ់ថ្មីនឹងនាំជោគជ័យដល់យើងគ្រប់គ្នាជាពុំខានចូលកុំបោះបង់សេចក្តីស្រឡាញ់ចោលឲ្យសោះបើអ្នកផ្ដល់ទៅគេហើយមិនទាន់បានលទ្ធផលសូមអត់ធ្មត់រងចាំបន្តិចព្រោះការបង្កើតសេចក្តីស្រឡាញ់នេះមិនមែនមួយថ្ងៃឬពីរថ្ងៃคล้ายទៅជាសេចក្តីស្រឡាញ់ដ៏ស្អិតរមួតបានទេគឺត្រូវប្រើពេលវេលាយូរដើម្បីបង្កើតសេចក្តីស្រឡាញ់ដ៏រឹងមាំនិងជីវិតដ៏អស្ចារ្យនេះឯង